បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពនិងជាទីមេត្រីថ្ងៃនេះខ្ញុំសូមបង្ហាញពីវីដេអូមួយដែលតាក់ទងទៅនឹងល្បែងទាញព្រ័ត្របាទនេះគឺជារូបភាពនៃល្បែងទាញព្រ័ត្រដែលតំណាងឲ្យល្បែងទាញព្រ័ត្របាទល្បែងទាញព្រ័ត្រជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងប្រុសទាំងបុរសទាំងស្ត្រីកំឡោះក្រមុំល្បែងនេះគេលេងដោយប្រើកម្លាំងកាយជាមូលហេតុហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរគឺខែចែកពិសាខប៉ុណ្ណោះគេច្រើននិយមលេងក្នុងវត្តអារាមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរព្រោះវត្តមានទីវាលធំទូលាយងាយរកការលេងល្បែងនេះតែអាចលេងនៅតាមភូមិក៏បានបើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើនហើយមានទីវាលល្មមលេងកើតល្បែងនេះគេច្រើនលេងនៅពេលថ្ងៃតែប្រសិនជាមានចង្គៀងយ៉ាងភ្លឺឬពន្លឺព្រះច័ន្ទភ្លឺថ្លាល្អគេអាចលេងពេលយប់ក៏បានសមត្ថភាពនៃអ្នកលេងល្បែងនេះគេចែកមនុស្សអ្នកលេងជាពីរក្រុមមកខាងយ៉ាងតិចត្រឹម5នាក់ឬ10នាក់ឡើងទៅតាមដែលគេរកបានប៉ុន្មានក៏លេងប៉ុណ្ណោះតែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផងគេឲ្យស្រីនៅម្ខាងប្រុសនៅម្ខាងហើយគេយល់ថាភេទស្រីតែមានកម្លាំងខ្សោយជាងបុរសគេតែងដាក់ឲ្យខាងស្រីមានចំនួនលើប្រុសយ៉ាងតិចត្រឹម2នាក់ជាដរាបគឺបើខាងប្រុស8នាក់គេដាក់ខាងស្រី10នាក់គ្រឿងប្រដាប់សម្រាប់លេងគេយកខ្សែព្រ័ត្រធ្វើជាស្បែកគោស្បែកក្របីធ្វើព្រ័ត្រឬគេយកពួរធ្វើពីជក់ដូងជាព្រ័ត្រសម្រាប់ទាញប្រវែងយ៉ាងខ្លីពី20ហត្ថឡើងទៅទំហំប៉ុនក៏ដៃក្មេងហើយនឹងយកសម្ភារៈឬកងមងឬរកាំងមួយសម្រាប់ផ្ទះឬសម្រាប់វានៅពេលដែលទាញដំបងរបៀបលេងមុនដំបងគេរើសប្រុសម្នាក់ស្រីម្នាក់មានមាឌធំមានកម្លាំងច្រើនឲ្យជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាងស្រីកាន់ចុងម្ខាងហើយឲ្យប្រុសម្នាក់ស្រីម្នាក់មានមាឌធំមានកម្លាំងឈរកណ្ដាលព្រ័ត្រត្រង់កន្លែងដែលពួកគេទាំងពីរឈរសម្រាប់នាំពួកខ្លួនឲ្យខំទាញតែរៀងខ្លួនឯមនុស្សដែលមានមាឌតូចស្គមកម្លាំងខ្សោយគេឲ្យឈរកណ្ដាលគេលុះរៀបចំរួចហើយគេឲ្យមនុស្សប្រុសម្នាក់កាន់សម្ភោរឬកងមងឬក៏រកាំងឈរត្រង់កណ្ដាលទីចិត្តដែលអ្នកទាំងពីរកាន់ខ្សែឈរប្រទល់មុខគ្នាផ្ដើមស្រែកឡើងព្រមគ្នាថាយេអឮយ៉ាងខ្លាំងធ្វើសំឡេងវែងរលាក់រលែកយ៉ាងគ្រលួចឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកឡើងគ្នាជួយស្រែកទទួលឡើងព្រមគ្នាថាហូវើយ3ដងទើបនាំគ្នាទាញប្រុងយកជ័យជំនះតែរៀងខ្លួនក្នុងពេលពួកអ្នកទាញព្រ័ត្រកំពុងតែខំប្រឹងទាញអ្នកកាន់សម្ភារៈឬកងមងឬរកាំងគេចេះតែបញ្ចើតសម្ភោរឬកងមងឬរកាំងរឿងលឺសូតាក់ទីងរើមងមើងជារ៉ាបតតែឃើញឆ្នាំខាងទើបឈប់បញ្ឆើតពេលលេងម្ដងអស់តារាវេលាពី5ទៅ6នាទីដល់10នាទីឡើងទៅទើបគេឃើញឈ្នះឃើញចាញ់ម្ខាងការដឹងតែខាងណាឈ្នះខាងណាចាញ់ហើយគេចាប់ដើមលេងសារជាថ្មីម្ខាងទៀតដរាបដល់ហត់តែរៀននៃខ្លួនទើបឈប់ល្បែងនេះចាត់ទុកជាការហាត់កម្លាំងហាត់ប្រាណឲ្យរាងកាយមានកម្លាំងសុខភាពល្អបាទនេះគឺជារូបណាងជារូបសម្រាប់ដែលឲ្យជាល្បែងទាញព្រ័ត្របាទហើយនៅពេលនេះខ្ញុំសូមថ្លែងអំណរគុណផងដែរដល់បងប្អូនទាំងអស់ដែលបានតាមដានទស្សនានៅវីដេអូនេះយ៉ាងយកចិត្តទុកដាក់ហើយបាទក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាទាំងអក្ខរាវិរុទ្ធទាំងអត្តន័យផងដែរនៅក្នុងការនិយាយហើយនៅពេលនេះខ្ញុំសន្យាថានឹងនាំមកជូនលោកអ្នកនៅវីដេអូជាព័ត៌មានជាចំណេះដឹងថ្មីទៀតបាទនៅពេលនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលា